បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន tip ខ្លីមួយដើម្បីចែកម្លែកអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel អញ្ចឹងនៅក្នុង tip យើងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញតាក់ទងជាមួយនឹងរបៀបធ្វើការបំបែកឈ្មោះចេញជាតកូនិងចេញជានាមអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើល tip ទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយខ្ញុំមាន data ដូចអ្វីដែលបានបង្ហាញបាទដោយអ្វីដែលអ្នកបានឃើញហើយខ្ញុំមាន3 column អញ្ចឹង column ទី1គត់នាមនិងនាម column ទី2គឺគត់នាមនិង column ទី3គឺនាមតោះកុំឲ្យខាត់ពេលយូរយើងទៅទស្សនាពីរបៀបធ្វើទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការបបែក text បានអ្នកទាំងគ្នាធ្វើការ select សិនមកអញ្ចឹងដោយសារទិន្នន័យរបស់ខ្ញុំនៅក្នុង column A អញ្ចឹងខ្ញុំធ្វើការ select ទៅលើ column A ហ្នឹងចាប់ពី A2 រហូតដល់ A8 អញ្ចឹងបន្ទាប់ពីអ្នកទាំងគ្នាធ្វើការ select រួចហើយអ្នកទាំងគ្នាត្រូវចូលមកមើលទៅលើ ribbon tab អញ្ចឹងនៅក្នុង ribbon tab មានពាក្យមួយគឺ data អញ្ចឹងអ្នកទាំងគ្នាបានឃើញពាក្យ data ហើយអ្នកខ្ញុំសូមចុចទៅលើ data tab ហ្នឹងមកអញ្ចឹងបន្ទាប់មកទៀតអ្នកទាំងគ្នាត្រូវស្វែងរកពាក្យមួយគឺហៅថា text to column អញ្ចឹងអ្នកទាំងគ្នាធ្វើការចុចលើវាមកអ្នកទាំងគ្នាប្រកាសជាឃើញពាក្យមួយដែលគេដាក់ថា delimited អញ្ចឹងអ្នកទាំងគ្នាធ្វើការចុចលើវាមកបន្ទាប់មកទៀតអ្នកទាំងគ្នាធ្វើការចុច next អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការចុច next រួចមកយើងនឹងបានផ្ទាំងថ្មីមួយទៀតអញ្ចឹងមកដល់ចំណុចហ្នឹងអ្នកទាំងគ្នាគ្រាន់តែ tick ពាក្យថា tab ហើយជាមួយនឹង space បន្ទាប់មកទៀតធ្វើការចុច next អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការចុច next រួចវានឹងលក់ផ្ទាំងថ្មីមួយទៀតអញ្ចឹងអ្នកទាំងគ្នាត្រូវស្វែងរកពាក្យថ្មីមួយគឺ destination អញ្ចឹងតាក់ទងជាមួយនឹង destination វាគឺជាទីតាំងមួយដែលយើងត្រូវដាក់ save របស់យើងក្នុងការបបែកតាក់ទងជាមួយនឹង text របស់យើងអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស cell B2 បាទអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការជ្រើសរើសទីតាំងរួចហើយអ្នកគ្នាចុចពាក្យ finish នឹងមកនៅពេលនោះវានឹងធ្វើការលោតទាំងថ្មីមួយទៀតអញ្ចឹងអ្នកគ្នាគ្រាន់តែចុច OK មកជាការស្រេចបាទអញ្ចឹងដោយអ្វីដែលខ្ញុំបានបង្ហាញហើយអានេះតាក់ទងជាមួយរបៀបនៅក្នុងការបបែកឈ្មោះនៅក្នុង Excel អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ